3កុំនិយាយ3កុំឆ្លោះវីដេអូមួយនេះសំខាន់ណាស់អ្នកត្រូវតែមើលវាដោយយកចិត្តទុកដាក់ព្រោះវាអាចជួយដល់អាជីពគ្រួសារនិងទំនាក់ទំនងសង្គមបានពាក្យចាស់ពោលថាស្រដីឲ្យស្រួលស្រេចគិតសាច់ក្រិចកុំគិតងាយរំពឹងឲ្យវែងឆ្ងាយយល់លង្វែកពាក្យលោកថា1 3កុំនិយាយដោយពាក្យថាពាក្យសម្ដីរបស់មនុស្សគឺគួរឲ្យខ្លាចពេលខ្លះពាក្យសម្ដីឈឺចាប់ជាងដើមមុតទៅទៀតយើងប្រើពេល2ឆ្នាំដើម្បីរៀននិយាយបែរជាប្រើពេលមួយជីវិតដើម្បីរៀនបិទមាត់រៀននិយាយស្ដីគឺជាសភាវគតិរៀនបិទមាត់គឺជាសមត្ថភាពប៉ុន្តែបិទមាត់គឺមិនមែនមានន័យថាអ្វីក៏មិននិយាយនោះទេក៏ប៉ុន្តែត្រូវចេះនៅអ្វីគួរនិយាយនិងអ្វីមិនគួរនិយាយ1កុំនិយាយដើមគេពាក្យចាស់ពោលថាពាក្យអប្រិយចាញ់អាត្មាការរក្សាពាក្យសម្ដីគឺជាចំណុចសំខាន់នៃការធ្វើជាមនុស្សទោះជាយ៉ាងណាក៏ដោយការមិននិយាយដើមគេគឺជាសញ្ញានៃចរិតថ្លៃថ្នូរនិយាយដើមគេពីក្រោយខ្នងវារំខានយើងធ្វើឲ្យយើងដេកមិនលក់រៀនបិទមាត់ឲ្យចិត្តដូចដបស្ងៀមស្ងាត់មិននិយាយស្ដីទើបអាចមានចិត្តបរិសុទ្ធទំនាក់ទំនងជាមួយអ្នកដទៃរឹតតែស៊ីជម្រៅ2កុំនិយាយពាក្យកំហឹងពាក្យកំហឹងគឺដូចជាកបិតមុតស្រួចឲ្យតែនិយាយចេញពីមាត់ដូចជាភ្លើងព្រៃឆេះវាស្មៅពេលដែលកំពុងតែឆ្លោះគ្នាខ្នោះនៃការចេះដឹងតែងតែបំផ្លាញដោយកំហឹងពាក្យដែលធ្វើឲ្យគេឈឺចាប់ទាំងនោះដូចជាព្រួញពឹសបាញ់ទៅលើគូចំនួនរៀនចេះមិននិយាយពាក្យកំហឹងគឺជាវិធីសាស្ត្រការពារខ្លួនដែលល្អបំផុតវាជាអាចកំបាំងក្នុងការរក្សាទំនាក់ទំនងដែលចុះសម្រុងគ្នារឹតតែល្អមនុស្សម្នាក់មិនឆ្លើយតបសារមិនមែនគេមិនមើលសារនោះទេហើយក៏មិនមែនគ្មានពេលមើលនោះដែរប៉ុន្តែគេដឹងថាបើសិនជាឆ្លើយតបសារអ្នកមួយគឺត្រូវជជែកបន្តទៅទៀតមិនឈប់ដូច្នេះក៏សម្រេចចិត្តមិនឆ្លើយតបទៅតើអ្នកគួរតែបន្តផ្ញើសារទៀតទេអ្នកគួរដឹងថាទោះបីជាអ្នកល្អចំពោះគេយ៉ាងណាក៏ដោយនៅក្នុងភ្នែកគេគឺជាការរំខានមនុស្សដែលគ្មាន